ពាក្យណាមួយលើសូមលោកពូសៅសខាយោគយល់អធិស្ឋានខ្ញុំមិនមានចេតនាទេពូខ្ញុំសុំទោសខ្ញុំហៅពូសៅសខាខ្ញុំអត់មានចេតនាប្រមាថពូប្រមាថស្ថាប័នពូទេពូមើលជីវិតក្មួយទៅឃើញហើយការពាររដ្ឋាភិបាលការពារថ្នាក់ដឹកនាំការពារស្ថាប័នជាតិទាំងអស់ពួកប្រឆាំងជេរម៉ែខ្ញុំជេរឪពុកខ្ញុំដូចហែកសពុតខ្ញុំមិនដែលតូចចិត្តទេតែបើខ្ញុំនិយាយលើខ្វះអីពូប្រាប់ទៅអាណាអាក្មួយនិយាយលើហើយក្មួយឯងនិយាយចឹងអត់ត្រឹមត្រូវទេណាក្មួយកែណាអត់ធ្វើចឹងទេណាតែពូប្រាវពូចេញញ៉ាត់កោទោសខ្ញុំហាក់ដូចជាខ្ញុំផែងវណ្ណៈជាជនក្បត់ជាតិតែខ្ញុំមិនតូចចិត្តទេពូរស់នៅក្នុងដំបូលសន្តិភាពដើរកាត់ភ្លៀងខ្ញុំជួបរឿងអញ្ចឹងឆ្អែតហើយខ្ញុំមិនប្រកាន់ខ្ញុំមិនថាអីទេមិត្តភ័ក្ដិខ្ញុំខ្លះទេមកសិតតែមេ PM ថាអញសុំទោសធ្វើម៉េចបត់បញ្ជាថាបត់បញ្ជាត្រូវតែធ្វើតាមបាទឲ្យធ្វើចោះខ្ញុំអត់បដិសេធទេខ្ញុំជឿតែបុគ្គលស័ក្តិសារ៉ាងនឹងទេព្រោះវាឆ្លើយពេកឆ្លើយហួសនឹងរឿងបុគ្គលថារឿងបើឧទាហរណ៍ថាបុគ្គលនឹងខ្ញុំជេរបុគ្គលនឹងប្តឹងខ្ញុំចោះឲ្យគាត់ប្តឹងខ្ញុំចោះតែខ្ញុំចង់បញ្យល់ទៅឯកឧត្តមពូសៅសុខាថាមួយម្នាក់នេះការពារស្ថាប័នជាតិការពារថ្នាក់ដឹកនាំការពាររដ្ឋាភិបាលអត់ហ៊ានថ្លើមធំទៅប្រមាថស្ថាប័នពូទេអត់ប្រមាថដាច់ខាតពូអត់មានទេបើសិនជាក្មួយម្នាក់នេះនិយាយលើសឲ្យក្មួយសុំទោសលោកពូសុំទោសដោយស្មោះពូតែក្មួយសុំអង្វរពូមេត្តាធ្វើម៉េចកុំអត់អោនឲ្យបុគ្គលដែលធ្វើខូចនៅក្រោមកងរាជអាវុធហត្ថនេះខ្ញុំលាក់បាំងច្រើនណាស់និយាយមិនចាំបានគុណសម្បត្តិពីពូទេណាមន្ត្រីនៅក្រោមពូខ្លះរកស៊ីរត់ពន្ធតំណែងពីវៀតណាមមកស្រុកខ្មែរអត់បង់ពន្ធឲ្យរដ្ឋក៏មានមន្ត្រីពូខ្លះកាងស្កេមអនឡាញក៏មានតែខ្ញុំមិនដែលហែកទ្រូងឲ្យក្អែកចាប់ដោយសារខ្ញុំយោគយល់មន្ត្រីទាំងអស់ហ្នឹងសូមឲ្យពូមេត្តាយោគយល់ខ្ញុំវិញខ្លះបើសិនជាខ្ញុំនិយាយលើសលួសហើយពូយល់ថាមិនព្រោះស្ដាប់ណាខ្ញុំម្ដងទៀតសុំទោសពូសុំដោយចេញពីចិត្តមិនមែនសុំឌឺដងទេសុំដោយស្មោះពូខ្ញុំការពារស្ថាប័នជាតិស្ថាប័នរដ្ឋាភិបាលទាំងអស់ឲ្យគេជេរប្រមាថម៉ែឪដូចហែកចពុតពូក៏ដឹងដែរហើយរឿងនេះជារឿងករណីខ្ញុំអន្តរាគមន៍ប្អូនតាន់កំសួរដើម្បីណាតិទៀនទៅលើមេ PM ខេត្តកញ្ចេះតែម្នាក់គត់តែម្នាក់នឹងគត់ពូមានរឿងផ្សេងទៀតតែខ្ញុំអត់ចង់បញ្ចេញទៅវាសាយភាយទាំងអស់ពូខ្ញុំសូមឱកាសពូធ្វើការជាមួយណាអ្នកណាដែលជាសមត្ថកិច្ចរបស់ពូយ៉ាងណាពូបើកផ្លូវមកដើម្បីឲ្យមានដំណោះស្រាយណាមួយព្រោះខ្ញុំក៏នៅក្រោមដំបូលសន្តិភាពក្រោមដំបូលរបស់ពូដែលមើលការពារដែរខ្ញុំអត់មានចេតនាណាប្រមាថពូទេប្រមាថស្ថាប័នពូគឺអត់សោះហ្មងហើយបើខ្ញុំនិយាយលើសលួសប៉ះពាល់ពូគិតថាហើយនិយាយនឹងប៉ះស្ថាប័នអញធ្ងន់ណាស់អូខេក្មួយសុំទោសពូសុំទោសពូបាទក្មួយអត់មានចេតនាទេពូគោលបំណងពូតែគោលបំណងក្មួយតែមួយគត់គឺបុគ្គលនេះស័ក្តិសារ៉ាំងថាគាត់ខ្សែអីខ្ញុំអត់ដឹងទេឆ្នាំ2017ក៏ពាក់ព័ន្ធបទល្មើសព្រៃឈើនៅអូហុចខេត្តមណ្ឌលគិរីធំណាស់ត្រូវបានដកចេញពីនោះមកខ្ញុំអត់ចង់ហែកអីតទៅវែងឆ្ងាយទេនៅកាចេះចម្រិតយកលុយគេបាញ់មកមានតាំងពីណាសំលេងក៏មានស្អីក៏មានវីដេអូក៏មានតែខ្ញុំអត់ចង់បញ្ចេញកាលណាគេបញ្ចេញទៅគេវាយប្រហារថែមទៀតខ្ញុំនេះវាប្រឹងទប់អាគុណសម្បត្តិយើងខំការពារស្ថាប័នអាវុធហត្ថវាទៅជាទទួលតនកម្មថ្កោលទោសពេញប្រទេសដូចជនក្បត់ជាតិចឹងបាទដូចជនក្បត់ជាតិអញ្ចឹងតើខ្ញុំក្បត់ជាតិរឿងអីហើយបើមិនសុខចិត្តជេរពាក្យជេរប្រមាថរបស់ខ្ញុំច្បាប់យើងមានថាប្តឹងខ្ញុំទៅបាទច្បាប់មានថាប្តឹងខ្ញុំទៅខ្ញុំមកបានក្បត់ជាតិយើងទេពូឃើញហើយប្រទេសជាតិមានសង្គ្រាមខ្ញុំទៅនៅតែព្រំដែនទេពូយកអង្គជួយកងទ័ពជួយប៉ូលីសជួយប្រជាជនតាមព្រំដែនរាប់សិបតោនចូល100តោនទេពូតើខ្ញុំក្បត់ជាតិរឿងអី
ដល់ថ្នាក់ចេញញ៉ាត់កោទោសពេញប្រទេសហើយខ្ញុំសូមសំណូមពរឲ្យបងប្អូនចេញញ៉ាត់មេត្តាមើលមតិប្រជាពលរដ្ឋផងថាតើពលរដ្ឋគាត់មានទស្សនៈបែបណាគាត់មានមតិយ៉ាងណាខ្ញុំអត់ចង់បកកសត្រូវអីទេខ្ញុំចង់ឲ្យរួមគ្នាធ្វើការខ្ញុំទទួលស្គាល់សម្ដីវាអាក្រក់តែមិនមែនសម្ដីអាក្រក់នឹងនិយាយគ្នាមិនបានណាឥឡូវពូបាត់ផ្លូវខ្ញុំមកណែអាណាឯងមកជួបកូនចៅអញនិយាយគ្នារឿងនេះអូដំណោះស្រាយណាប្រយោជន៍រួមទាំងអស់គ្នាផ្លែពូវាយខ្ញុំឥឡូវលឺថាយកប្តឹងខ្ញុំទៀតខ្ញុំអត់ខ្លាចទេពូប្តឹងចោះហើយពូចង់ចាប់ក៏ចាប់ចោះខ្ញុំអត់ថាអីទេព្រោះខ្ញុំរស់នៅក្រោមអំណាចរបស់ពូនឹងពូចង់ធ្វើអីក៏បានដែរ